Hi guys, welcome back to Growing ចឹងអាហ្នឹងយើងនឹងសិក្សាពីជំរៀនដំបូលផ្ទះយើងចង់បានមុំ20ហើយយើងមានបំរាប់ដូចខាងក្រោមនេះគឺពាក់កណ្ដាលនៃធ្នឹមរបស់យើងគឺ3ម៉ែត្រអញ្ចឹងយើងត្រូវការហូតតសដែលឈរលើធ្នឹមកម្ពស់ប្រមាណដើម្បីបានមុំ20ដឺក្រេអញ្ចឹងណាអញ្ចឹងយើងនឹងធ្វើការគណនាតាមរយៈរូបមន្តនៃត្រីកោណកែងអូខេចឹងនៅក្នុងនេះគឺត្រីកោណកែងវាមានលក្ខណៈមួយចំនួនយើងត្រូវដឹងទី1យើងមានជ្រុងជាប់ជ្រុងនៅជាប់ជាមួយមុំនេះឯងហើយជ្រុងឈោមជាជ្រុងដែលវានៅទល់ឈោមជាមួយនឹងមុំរបស់យើងហើយនឹងចុងក្រោយគឺ hypotenuse គឺជ្រុងដែលវែងជាងគេនេះឯងអញ្ចឹងកាលណាយើងស្គាល់ប៉ុណ្ណឹងយើងនឹងអាចសិក្សាពីរូបមន្តវាបានអញ្ចឹងណាអញ្ចឹងរូបមន្តវាទី1ហ្នឹងគឺ sin នៃមុំ alpha ហ្នឹងគឺស្មើគេស្មើនឹងជ្រុងឈោមចែកជាមួយ epo ចំណែកកោសវិញគឺស្មើជ្រុងជាប់ epo ហើយតង់សងរបស់យើងគឺស្មើជ្រុងឈោមលើជ្រុងជាប់អញ្ចឹងតាមរយៈរូបមន្តហ្នឹងយើងនឹងយកដើម្បីមកគណនាពីកម្ពស់តសដែលឈរលើធ្នឹមដើម្បីបានជំរាបដំបូល20ដឺក្រេទី1 sin យើងមើលថាតើវាចូលយើងអាចគណនាតាម sin បានអត់ sin វាត្រូវការជ្រុងឈោមជាមួយនឹង epoតែសម្រាប់របស់យើងនេះគឺយើងអត់មានស្គាល់តម្លៃ epo ទេអញ្ចឹងមានន័យថាយើងអាចរកតាម sin បានទេsin វាមានជ្រុងឈោមអញ្ចឹងជ្រុងឈោមជាអ្វីដែលយើងចង់បានអញ្ចឹងណាយើងអាចទាញរកវាបានក៏ប៉ុន្តែវាបាត់បំរាប់ epo អញ្ចឹងទៅយើងធ្វើអត់កើតទេចំណែកឯរូបមន្តកោសវិញគឺវាមានជ្រុង epo ជាមួយនឹងជ្រុងជាប់ដែលយើងទាញវាយករកជ្រុងឈោមគឺរត់បានទេហើយម្យ៉ាងទៀតគឺយើងអត់ស្គាល់ប្រវែង hypotenuse ដែរចំណែកតង់វិញគឺយើងអាចរកវាបានដោយសារយើងទីមួយយើងស្គាល់មុំរបស់វា20ដឺក្រេហើយជ្រុងជាប់របស់យើងក៏មានដែរគឺ3ម៉ែត្រស្មើនឹង3000មីលីម៉ែត្រនឹងឯងហើយជ្រុងឈោមរបស់យើងគឺជាអ្វីដែលយើងកំពុងទាញរកវានឹងឯងអញ្ចឹងតាមរយៈរូបមន្តទាំង3ហ្នឹងយើងនឹងធ្វើតាមរូបមន្តទី3គឺតង់ហ្នឹងឯងអញ្ចឹងយើងបានតង់ alpha ស្មើនឹងជ្រុងឈោមលើជ្រុងជាប់តមកទៀតយើងមានជ្រុងឈោមរបស់យើងគឺអ្វីដែលយើងកំពុងសួររកអញ្ចឹងយើងតាំងវាដោយ x ហើយជ្រុងជាប់របស់យើងគឺ3000នេះឯងចឹងតែប៉ុណ្្នឹងមកយើងអាចទាញរកតម្លៃតង់បានហើយតម្លៃតង់យើងអាចទាញរកតម្លៃ x ចឹងនាំមក x ស្មើនឹង3000គុណជាមួយនឹងតង់នៃមុំ alpha នឹងឯងជាស្រ័យអានេះ alpha ឬក៏ beta តែខ្ញុំពេចបាជា beta នេះអញ្ចឹង3000យើងគុណជាមួយនឹងមុំ beta របស់យើងគឺ20អញ្ចឹងយើងបាន3000គុណជាមួយនឹងតង់20ហ្នឹងឯងអញ្ចឹងអានេះយើងសូមគិតកាសចូលតិចអូខេអញ្ចឹងយើងដាក់3000មកហើយយើងគុណជាមួយនឹងតង់របស់យើងតង់នៃមុំ20ដឺក្រេប៉ុណ្្នឹងឯងគឺយើងឃើញ 1091.91 អានេះគឺជាប្រវែងកម្ពស់តសដែលយើងត្រូវធ្វើដើម្បីបានមុំ20ដឺក្រេអញ្ចឹងលក្ខខណ្ឌនៃការធ្វើដំបូលមានពីរបើសិនជាយើងចង់បានមុំ20ដឺក្រេគត់ហ្មងអញ្ចឹងកម្ពស់តសយើងគឺចេញលេខដែលវាអត់ងាយស្រួលក្នុងការធ្វើអញ្ចឹងណាកាលណាយើងសាងសង់តសយើងបើតស1ម៉ែត្រគឺងាយស្រួលក្នុងការសាងសង់ឯ1ម៉ែត្រមកទឹកក៏វាមិនសូវពិបាកដែរក៏ប៉ុន្តែ1ម៉ែត្រ.91 1ម៉ែត្រអីនេះអានេះពិបាកអញ្ចឹងដំបូលគេអាចធ្វើលំអៀងមុំវិញអញ្ចឹងមានន័យថាពេលធ្វើមុំវាចេញកតុយទៅហើយអាចកម្ពស់តសហ្នឹងវាលេចគត់អញ្ចឹងទៅវីដេអូយើងតែប៉ុណ្្នឹងឯង Bye guys see you next time